សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះដែរគឺខ្ញុំមកណែនាំកម្មវិធី record screen មួយគឺវាល្អមែនតើហើយមិនត្រឹមថា record screen ទេគឺយើងអាចកាត់តនៅក្នុងនឹងបានផងដែរហើយកម្មវិធីនោះគឺមានឈ្មោះថាកម្មវិធី Camtasia បងប្អូនគ្នាហើយកម្មវិធីនេះដែរគឺវាល្អមែនតើសម្រាប់កាត់តវីដេអូបែប Zoom បងប្អូនគ្នាវា Zoom តាមម៉ៅយើងហ្នឹងហើយខ្ញុំទៅតែចេះដែរទេបងប្អូនគ្នាហើយខ្ញុំប្រើកម្មវិធីនឹងយូរប៉ុន្តែគាត់ថាខ្ញុំទៅចេះអញ្ចឹងណាវីដេអូបែប Zoom ពេលដែលយើងចុចម៉ៅទៅគឺវារត់តាម Zoom ចុះ Zoom ឡើងណាហ្នឹងគេធ្វើនៅក្នុងកម្មវិធី Camtasia បងប្អូននេះហើយយើងចូលទៅកន្លែង animation ទៅគឺវាមាន style វីដេអូយើងច្រើនមែនតើហើយខ្ញុំពេញចិត្តចំណុចនេះមែនតើហើយដល់ពេលអញ្ចឹងខ្ញុំនឹកឃើញថាវាល្អសម្រាប់អ្នកកាត់តវីដេអូអី design ផ្សេងហ្នឹងគឺវាល្អមែនតើអញ្ចឹងខ្ញុំមើលឃើញថាកម្មវិធីហ្នឹងគឺវាល្អដល់ពេលអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តយកមកណែនាំដល់បងប្អូនអរគ្នាអញ្ចឹងណាបងប្អូនអរគ្នាអាចទៅ download បាននៅក្នុង Google យើងវាយពាក្យ Camtasia មកគឺវាចេញហើយហ្នឹងហើយខ្ញុំបានតម្លើងហើយក៏បានប្រើមួយរយៈធំដែរអញ្ចឹងបើសិនជាបងប្អូនអរគ្នាមានសំណួរឬក៏មានចម្ងល់ពីកម្មវិធី Camtasia នេះបងប្អូនអរគ្នាអាច comment នៅក្នុងក្រុមវីដេអូខ្ញុំបានហើយបើសិនជាអត់ចេះទេបងប្អូនអរគ្នាអាច join group Telegram ខ្ញុំបានគឺខ្ញុំចាំ support បងប្អូនទាំងអស់គ្នាហើយពេលខ្លះគឺខ្ញុំរវល់ខ្ញុំអត់បានមើលទេគួរសូមអធិស្ឋានផងបងប្អូនអរគ្នាតែឥឡូវកុំឲ្យខាត់ពេលយូរយើងចូលទៅអនុវត្តទាំងអស់គ្នាមកអូខេពេលដែលបើកមកគឺវាមានតម្រង់បែបនេះយើងដើម្បីធ្វើការ record វាយើងចុច new recording អញ្ចឹងបងប្អូនទាំងអស់គ្នានឹងឃើញតម្រង់បែបនេះហើយបើសិនជាមានកាមេរ៉ាក៏បើកទៅហើយខ្ញុំប្រើ monitor ក៏មានកាមេរ៉ាទេហើយចំពោះ microphone យើងធ្វើការគ្រីវាផងយើងធ្វើការបើកមកហើយនេះគឺជា microphone របស់ខ្ញុំអូខេហើយនេះកន្លែងតាយវីដេអូយើងដាក់ប៉ុន្មានយើងដាក់ទៅហើយខ្ញុំដាក់ប៉ុណ្ណឹងអូខេបន្តមកខ្ញុំចុច start បន្ទាប់មកគឺវាមានតម្រង់បែបនេះទៀតយើងធ្វើការចុចដកមកអូខេឥឡូវឧទាហរណ៍ថាខ្ញុំចូលមកកាន់Google អញ្ចឹងពេលដែលសកម្មភាពខ្ញុំចុចនៅលើអេក្រង់នេះម៉ៅនេះអញ្ចឹងគឺវាដើរទៅហ្មងអូខេខ្ញុំចូលមកកាន់ YouTube អូខេបន្ទាប់មកខ្ញុំបិទវិញបងប្អូននេះប្រកាសជាឆ្ងល់មែនអត់នេះខ្ញុំចុចចុះឡើងហ្នឹងគឺដើម្បីឲ្យបងប្អូននេះយល់ពីរបៀបដាក់ zoom នៅក្នុងកម្មវិធី Camtasia អូខេខ្ញុំបើក monitor ចូលមកកាន់ Drive E ចូលមកកាន់ OBS អូខេបន្ទាប់មកខ្ញុំបិទវិញអូខេឥឡូវខ្ញុំធ្វើការបិទសិនចុចកន្លែងនេះមកចឹងពេលដែលបិទគឺវានឹងទៅចូលទៅកាន់កម្មវិធី Camtasia សម្រាប់ edit ឬក៏យើងដាក់ effect ផ្សេងអូខេអញ្ចឹងគឺវាមានបែបនេះគឺវាចេញមកបែបនេះយើងចុចកន្លែង edit in Camtasia អូខេបន្ទាប់មកខាងក្រោមនេះគឺខ្ញុំលុបចោលសិនអូខេយើងចូលមកកន្លែង media មកយើងយករូបនេះអូខេអញ្ចឹងយើងនឹងឃើញវីដេអូដែលយើង record មិញអូខេនេះខ្ញុំលុបបន្ទាប់មកខ្ញុំទាញវីដេអូធ្លាក់ចុះខោអូខេហើយសំឡេងខ្ញុំអត់យកទេខ្ញុំធ្វើការលុបចោលដោយសារពេលដែលខ្ញុំនិយាយទៅខ្ញុំ play គឺវា long អញ្ចឹងខ្ញុំធ្វើការលុបអូខេខ្ញុំយកតារូបទេអូខេនេះគឺជាលក្ខណៈវីដេអូធម្មតាឥឡូវខ្ញុំធ្វើការដាក់ animation វាយើងចូលមកកន្លែង animation បន្ទាប់មកយើងយក animation ទៅនេះបន្ទាប់មកខ្ញុំយក smart fox យើងធ្វើការតម្លាក់មកអូខេអញ្ចឹងវីដេអូយើងវាមានលក្ខណៈបែបនេះហើយដល់ពេលយើងចុចម៉ៅទៅនេះគឺវារត់ទៅនោះតែឥឡូវខ្ញុំធ្វើការ play នេះគឺវា zoom ចុះ zoom ឡើងបែបនេះបងប្អូននេះ
អូខេបងប្អូននេះហើយនេះគឺជាសម្រាប់ការ record ហើយនឹងរបៀបដាក់ animation សម្រាប់ zoom វីដេអូនៅក្នុងកម្មវិធី Camtasia អូខេបងប្អូននេះអញ្ចឹងឧទាហរណ៍ថាយើងពេញចិត្តនឹងវីដេអូហ្នឹងហើយអញ្ចឹងយើងធ្វើការ export ចេញមកអញ្ចឹងយើងចុចកន្លែង export នេះមកអូខេបន្ទាប់មកយើងយក location file យើងហ្នឹងយើងដាក់នៅណាដាក់មកហើយចំពោះខ្ញុំបានកំណត់ហើយឯបន្ទាប់មកបងប្អូននេះធ្វើការចុច export អញ្ចឹងគឺវាដល់ទៅហើយអូខេបងប្អូននេះអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអាចធ្វើបានហើយបើសិនជាបងប្អូនគ្នាធ្វើអត់បានអីបងប្អូនគ្នាអាច comment នៅក្នុង វីដេអូផងខ្ញុំឬក៏បងប្អូនគ្នាអាច join Telegram ខ្ញុំក៏បានដែរគឺខ្ញុំចាំ support បងប្អូនទាំងអស់គ្នាហ្នឹងហើយអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ